តើអ្នកធ្លាប់ស្រមៃទៅថាមានទីក្រុងមួយដែលធ្លាប់សម្បូរទៅដោយមាសនិងពេជ្រប៉ុន្តែសប្តាហ៍ថ្ងៃត្រូវបានវាខ្សាច់លេបបាស្ទ័រតែទាំងស្រុងទីក្រុងនោះមានឈ្មោះថា Kolmanskop ស្ថិតនៅក្នុងប្រទេសណាមីប៊ីភាគនិរតីនៃទ្វីបអាហ្វ្រិកសប្តាហ៍ថ្ងៃវាជាទីក្រុងដែលគេបោះបង់ចោលដ៏ល្បីបំផុតមួយនៅលើពិភពលោកហើយអ្នកទេសចរនិងអ្នកថតរូបរាប់ពាន់នាក់មកទស្សនាជារៀងរាល់ឆ្នាំដើម្បីឃើញផ្ទះដែលពោរពេញទៅដោយខ្សាច់និងបរិយាកាសដ៏ស្ងប់ស្ងាត់នេះប៉ុន្តែតើហេតុអីបានជាទីក្រុងដ៏រុងរឿងមួយនេះបានក្លាយទៅជាទីក្រុងខ្មោចទៅវិញសាច់រឿងនេះចាប់ផ្ដើមនៅឆ្នាំ1908នៅពេលនោះណាមីប៊ីស្ថិតក្រោមអាណានិគមរបស់អាឡឺម៉ង់កម្មករផ្លូវដែកម្នាក់ឈ្មោះថាឡាវ៉ាឡាបានប្រទះឃើញដុំថ្មតូចៗភ្លឺចាំងនៅលើដីគាត់បានយកវាទៅឲ្យអ្នកគ្រប់គ្រងរបស់គាត់ពិនិត្យហើយលទ្ធផលបានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលព្រោះវាគឺជាពេជ្រពិតប្រាកដដំណឹងនេះបានរីករាលដាលយ៉ាងឆាប់រហ័សមនុស្សមកពីអាឡឺម៉ង់និងតំបន់ផ្សេងៗបាននាំគ្នាធ្វើដំណើរឆ្លងវាលខ្សាច់មករកស៊ីនៅទីនេះក្នុងរយៈពេលខ្លី Kolmanskop បានប្រែក្លាយពីដីទំនេរទៅជាទីក្រុងដ៏ទំនើបបំផុតមួយនៅអាហ្វ្រិកខាងត្បូងនៅទីនោះមានផ្ទះប្រណិតដែលសង់តាមស្ថាបត្យកម្មអាឡឺម៉ង់មានមន្ទីរពេទ្យដែលបំពាក់ឧបករណ៍ទំនើបសម្រាប់សម័យនោះមានសាលារៀនរោងកុនសាររមរោងចក្រផលិតករឬក៏ហាងលក់ទំនិញនិងសូម្បីតែអាងហែលទឹកក៏មានដែរសម្រាប់ទីក្រុងដែលសេចកណ្ដាលពីខ្សាច់នេះវាជារឿងដែលគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់នៅសម័យរុងរឿងមនុស្សខ្លះនិយាយថាពេជ្រមានច្រើនរហូតដល់អាចប្រទះឃើញនៅលើដីទោះបីជារឿងនេះអាចមានការនិយាយបន្ថែមតាមពេលវេលាក៏ដោយក៏ប៉ុន្តែតំបន់នេះពិតជាផលិតពេជ្របានក្នុងបរិមាណដ៏ច្រើនមែនទែនទោះជាយ៉ាងណាក៏ដោយភាពរុងរឿងមិនបានស្ថិតស្ថេរទេនៅទសវត្សរ៍ឆ្នាំ1920អ្នករុកបានរកឃើញតំបន់ពេជ្រថ្មីដែលសម្បូរជាងនៅភាគខាងត្បូងទៅទៀតក្រុមហ៊ុននិងកម្មករជាច្រើនបានផ្លាស់ទីទៅនៅទីនោះដើម្បីស្វែងរកប្រាក់ចំណេញបានកាន់តែច្រើនចំនួនប្រជាជននៅ Kolmanskop បានថយចុះជាបន្តបន្ទាប់បន្ទាប់ពីសង្គ្រាមលោកលើកទី2ឧស្សាហកម្មពេជ្រនៅតំបន់នេះកាន់តែធ្លាក់ចុះនៅពាក់កណ្ដាលសតវត្សទី20ទីក្រុងត្រូវបានបោះបង់ចោលស្ទើរតែទាំងស្រុងបន្ទាប់ពីមនុស្សបានចាកចេញគ្មានអ្នកថែទាំផ្ទះនិងអគារទៀតឡើយខ្យល់ពីវាលខ្សាច់ណាប៊ីបបានបក់ខ្សាច់ចូលតាមទ្វារនិងបង្អួចរាល់ថ្ងៃមួយឆ្នាំហើយមួយឆ្នាំទៀតខ្សាច់បានកើនឡើងបន្តិចម្ដងរហូតបន្ទប់ខ្លះមានខ្សាច់ខ្ពស់ជិតដល់ពិដានឯណោះទស្សនវិជ្ជានេះធ្វើឲ្យ Kolmanskop មើលទៅដូចជាទីក្រុងដែលធម្មជាតិកំពុងយកត្រឡប់មកវិញដោយសារតែបរិយាកាសស្ងប់ស្ងាត់និងផ្ទះទំនេរជាច្រើនមនុស្សមួយចំនួនបានបង្កើតរឿងព្រេងថាទីនេះមានខ្មោចឬសំឡេងចម្លែកនៅពេលយប់ប៉ុន្តែរហូតមកដល់ពេលនេះមិនមានភស្តុតាងវិទ្យាសាស្ត្រណាមួយបញ្ជាក់ថាទីក្រុងនេះមានខ្មោចពិតប្រាកដនោះទេអ្វីដែលធ្វើឲ្យមនុស្សមានអារម្មណ៍ខ្លាចគឺភាពស្ងាត់និងបរិយាកាសឯកោនិងសំឡេងខ្យល់ដែលបក់កាត់អគារចាស់សប្តាហ៍ថ្ងៃ Kolmanskop មិនមែនជាទីក្រុងដែលគេរស់នៅទៀតទេវាត្រូវបានអភិរក្សជាតំបន់ប្រវត្តិសាស្ត្រនិងជាកន្លែងទេសចរណ៍អ្នកទេសចរអាចចូលទស្សនានៅពេលថ្ងៃដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រនិងថតរូបផ្ទះដែលពោរពេញទៅដោយខ្សាច់ដ៏ល្បីល្បាញនេះរឿងរបស់ Kolmanskop បង្រៀនយើងថាទ្រព្យសម្បត្តិនិងភាពរុងរឿងអាចកើតឡើងយ៉ាងឆាប់រហ័សក៏ប៉ុន្តែក៏អាចបាត់បង់ទៅវិញបានដូចគ្នាទីក្រុងដែលធ្លាប់ពោរពេញទៅដោយសំណើចនិងជីវិតមួយថ្ងៃអាចសល់តែខ្យល់និងសាច់តែប៉ុណ្ណោះតើអ្នកហ៊ានដើរតែម្នាក់ឯងនៅក្នុងទីក្រុងនេះទេបើសិនជាអ្នកហ៊ានជួយប្រាប់មតិរបស់អ្នកនៅក្នុង comment ហើយកុំភ្លេចជួយ like និង follow និង subscribe ដើម្បីស្ដាប់រឿងអាថ៌កំបាំងនិងកំឡែងចម្លែកៗជាច្រើនទៀតជាមួយពិភពនេះ